សប្តាហ៍ទី1កម្រងមេរៀនសង្ខេបការខំព្យាយាមយ៉ាងខ្ជាប់ខ្ជួនក្នុងសេចក្តីអធិដ្ឋាននិងក្នុងពន្ធកិច្ចនៃព្រះបន្ទូលថ្ងៃទី1លេរម៉ាំងទី1ការខំព្យាយាមយ៉ាងខ្ជាប់ខ្ជួនក្នុងសេចក្តីអធិដ្ឋាននៅក្នុងគម្ពីរកិច្ចការជំពូក6ខ4អក្សរកការអធិដ្ឋានមានន័យថាយើងដឹងថាយើងមិនមែនជាអ្វីទាំងអស់ហើយយើងមិនអាចធ្វើអ្វីបានឡើយនេះបង្កប់ន័យថាការអធិដ្ឋានគឺជាការបដិសេធខ្លួនឯងពិតប្រាកដម៉ាថាយជំពូក8ខ34និងជំពូក9ខ29សខមនុស្សនៃសេចក្តីអធិដ្ឋានត្រូវតែជាអ្នកដែលស្វែងរកព្រះនិងបំណងព្រះハរតីរបស់ព្រះអក្សរកអត្ថន័យសំខាន់ពិតប្រាកដនៃការអធិដ្ឋានគឺដើម្បីទាក់ទងព្រះជាម្ចាស់នៅក្នុងវិញ្ញាណរបស់យើងនិងស្រូបយកព្រះអង្គទ្រង់ផ្ទាល់លេខ1ការអធិដ្ឋានគឺជាការទាក់ទងគ្នារវាងវិញ្ញាណរបស់មនុស្សជាមួយនឹងព្រះវិញ្ញាណរបស់ព្រះដែលក្នុងអំឡុងពេលនោះយើងស្រូបយកព្រះចូលការបម្រុងចិញ្ចឹមនៅពេលព្រឹកខព្រះគម្ពីររ៉ូមជំពូក8ខ26និង27ព្រះវិញ្ញាណនោះក៏ជួយសេចក្តីកំសោយរបស់យើងបែបដូច្នោះត្បិតយើងមិនដឹងជាគួរអធិដ្ឋានសូមអ្វីទេតែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើងដោយដំងដែលរកថ្លែងពុំបានវិញប៉ុន្តែព្រះអង្គដែលស្ទង់ចិត្តទ្រង់ជ្រាបនៅគំនិតនៃព្រះវិញ្ញាណត្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធយោងតាមព្រះハរតីព្រះនៅពេលដែលមនុស្សជាច្រើនបានឮពាក្យថាអធិដ្ឋានពួកគេក៏គិតភ្លាមថាការអធិដ្ឋានមានន័យថាមនុស្សមកទូលសូមចំពោះព្រះដោយសារមនុស្សខ្វះខាតហើយត្រូវការផ្គត់ផ្គង់ខាងសម្ភារៈឬមានជំងឺហើយត្រូវការព្យាបាលឬបញ្ហាផ្សេងៗហើយត្រូវការផ្លូវដោះស្រាយទើបពួកគេទៅចំពោះព្រះដោយទូលសូមឲ្យព្រះអង្គផ្គត់ផ្គង់តម្រូវការរបស់ពួកគេព្យាបាលជំងឺរបស់ពួកគេនិងដោះស្រាយបញ្ហារបស់ពួកគេប៉ុន្តែនេះមិនមែនជាអត្ថន័យដ៏ត្រឹមត្រូវនៃការអធិដ្ឋានដែលបានបើកសម្ដែងនៅក្នុងព្រះគម្ពីរនោះទេយើងមិនហ៊ាននិយាយថានិយមន័យបែបនេះខុសនោះទេប៉ុន្តែវាជានិយមន័យដែលរាក់ខ្លាំងពេកម្យ៉ាងទៀតក៏ខ្វះទាំងភាពជ្រាលជ្រៅនិងភាពត្រឹមត្រូវផងដែរការអធិដ្ឋានដ៏ពិតប្រាកដគឺការទាក់ទងគ្នាទៅវិញទៅមករវាងព្រះនិងមនុស្សការអធិដ្ឋានមិនត្រឹមតែជាមនុស្សដែលទាក់ទងទៅព្រះប៉ុណ្ណោះទេប៉ុន្តែក៏ជាព្រះដែលទាក់ទងមកកាន់មនុស្សផងដែរការអធិដ្ឋានដែលមានស្តង់ដារយ៉ាងពិតប្រាកដជាមានស្ថានភាពនៃការហូររវាងព្រះនិងមនុស្សដើម្បីឲ្យមនុស្សអាចនឹងប៉ះពាល់ព្រះហើយព្រះអាចនឹងប៉ះពាល់មនុស្សរហូតមនុស្សបានស្និទ្ធស្នាលជាមួយព្រះហើយព្រះក៏ស្និទ្ធស្នាលជាមួយមនុស្សដូច្នេះអត្ថន័យដ៏ខ្ពង់ខ្ពស់និងត្រឹមត្រូវបំផុតនៃការអធិដ្ឋានគឺជាការទាក់ទងគ្នាទៅវិញទៅមករវាងមនុស្សនិងព្រះ
អំណានថ្ងៃនេះការអធិដ្ឋានដ៏ពិតប្រាកដក៏ជាការដែលមនុស្សស្រូបយកព្រះចូលទៅដូចគ្នានឹងគាត់បានស្រូបយកខ្យល់អាកាសដែរនៅពេលបងប្អូនកំពុងស្រូបយកព្រះនោះយើងកំពុងនឹងបានព្រះដោយស្វ័យប្រវត្តិជាយ៉ាងណាដូច្នេះដែលបងប្អូនស្រូបយកខ្យល់អាកាសបងប្អូនទទួលបានខ្យល់អាកាសជាយ៉ាងនោះដែរដូច្នេះបងប្អូនមិនត្រឹមតែទទួលបានព្រះជាម្ចាស់ជាសេចក្តីអំណររបស់បងប្អូនប៉ុណ្ណោះទេប៉ុន្តែបងប្អូនចុះចាញ់ទាំងស្រុងចំពោះព្រះវិលបែរទៅរកព្រះហើយអនុញ្ញាតឲ្យព្រះបានបងប្អូនអធិដ្ឋានកាន់តែច្រើនបងប្អូនកាន់តែពោពេញដោយព្រះទោះបីជាគាត់ទូលសូមអ្វីជាច្រើនពីព្រះអាចនឹងសម្រេចជាក់ស្ដែងក៏ដោយក៏លទ្ធផលចុងក្រោយនៃការអធិដ្ឋានគួរតែជាការដែលគាត់ទទួលបានព្រះកាន់តែច្រើនឡើងហើយនៅពេលដូចគ្នានោះព្រះក៏ទទួលបានគាត់កាន់តែច្រើនឡើងដែរការអធិដ្ឋានដ៏ពិតប្រាកដគឺការស្រូបយកព្រះទ្រង់ផ្ទាល់បានព្រះនឹងឲ្យព្រះបានយើងរាល់សេចក្តីអធិដ្ឋានទាំងអស់នោះដែលមានសម្រាប់មនុស្សរឿងរ៉ាវឬអ្វីផ្សេងដែលនៅក្រៅពីព្រះមិនមែនជាវិធានដើមនៃការអធិដ្ឋានទេប៉ុន្តែគ្រាន់តែជាខាងសម្បកខាងក្រៅឬផ្នែកផ្សំនៃការអធិដ្ឋានប៉ុណ្ណោះការអធិដ្ឋានដ៏ពិតការអធិដ្ឋានដែលជាធាតុដើមគឺការដែលបងប្អូនទាក់ទងព្រះស្រូបយកព្រះអង្គទទួលអំណរព្រះអង្គបានព្រះអង្គបានពោពេញដោយទ្រង់និងអនុញ្ញាតឲ្យព្រះអង្គបានខ្លួនបងប្អូនយ៉ាងពិតប្រាកដបើបងប្អូនប្រុសស្រីណាម្នាក់បានរៀនយល់អំពីគន្លឹះសម្ងាត់នៃការអធិដ្ឋានយ៉ាងពិតប្រាកដហើយនោះអ្នកដែលអធិដ្ឋានបែបនេះនឹងរួមសហការជាមួយព្រះរួមការងារជាមួយព្រះហើយអនុញ្ញាតឲ្យព្រះបានសម្ដែងចេញរូបអង្គទ្រង់ផ្ទាល់និងសេចក្តីប្រាថ្នារបស់ទ្រង់ចេញពីខាងក្នុងគាត់ហើយតាមរយៈគាត់រហូតចុងក្រោយបង្អស់បំពេញសម្រេចគោលបំណងរបស់ព្រះករណីនេះគឺយោងតាមរ៉ូមជំពូក8ខ26និង27ដែលបានប្រាប់ថាយើងមិនដឹងថាត្រូវអធិដ្ឋានយ៉ាងណាទេប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធទ្រង់ទូលអង្វរជំនួសយើងតាមគោលបំណងរបស់ព្រះតាមពិតទៅយើងមិនដឹងថាត្រូវអធិដ្ឋានយ៉ាងណាទេការអធិដ្ឋានដ៏ពិតគឺការដែលព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងមនុស្សទ្រង់សម្ដែងចេញសេចក្តីប្រាថ្នារបស់ព្រះតាមរយៈមនុស្សនិយាយម្យ៉ាងទៀតការអធិដ្ឋានដ៏ពិតគឺការអធិដ្ឋានដែលមានទំនាក់ទំនងជាមួយនឹងភាគីទាំងពីរដែលមិនមែនគ្រាន់តែជាមនុស្សអធិដ្ឋានទៅកាន់ព្រះតែម្ខាងប៉ុណ្ណោះទេតែជាព្រះវិញ្ញាណដែលលាយបញ្ចូលគ្នាជាមួយមនុស្សពាក់នៅលើមនុស្សហើយតភ្ជាប់ជាមួយមនុស្សក្នុងការអធិដ្ឋានបើមើលពីខាងក្រៅគឺជាមនុស្សកំពុងអធិដ្ឋាន
ប៉ុន្តែបើមើលពីខាងក្នុងគឺព្រះវិញ្ញាណដែលកំពុងអធិដ្ឋាននេះមានន័យថាភាគីទាំងពីរបានអធិដ្ឋានចូលគ្នានៅក្នុងពេលតែមួយព្រះវិញ្ញាណនោះទូលអង្វរជំនួសយោងតាមព្រះនៅក្នុងរ៉ូមជំពូក8ខ27នេះមានន័យថាព្រះវិញ្ញាណបរិសុទ្ធអធិដ្ឋាននៅក្នុងយើងយោងតាមព្រះគឺថាព្រះអធិដ្ឋាននៅក្នុងយើងតាមរយៈព្រះវិញ្ញាណរបស់ទ្រង់ដូច្នេះការអធិដ្ឋានបែបនេះប្រកាសជាសម្ដែងចេញបំណងប្រាថ្នារបស់ព្រះនិងព្រះទ្រង់ផ្ទាល់យ៉ាងពិតប្រាកដការអធិដ្ឋានដ៏ពិតតែងតែត្រូវគ្នានឹងបទគម្ពីរគឺការដកដង្ហើមចេញនិងការដកដង្ហើមចូលនៅចំពោះព្រះធ្វើឲ្យយើងនិងព្រះនិងយើងទាក់ទងគ្នាទៅវិញទៅមកនិងបានគ្នាទៅវិញទៅមកលទ្ធផលយើងនឹងរួមសហការនិងរួមការងារជាមួយព្រះយ៉ាងពេញលេញហើយព្រះសម្ដែងចេញរូបអង្គទ្រង់ផ្ទាល់និងសេចក្តីប្រាថ្នារបស់ទ្រង់តាមរយៈយើងរហូតចុងក្រោយបង្អស់បានធ្វើឲ្យគោលបំណងរបស់ទ្រង់បំពេញសម្រេចនេះគឺជាអត្ថន័យមូលដ្ឋាននៃការអធិដ្ឋានដែលមាននៅក្នុងព្រះគម្ពីរ